Baby. How are you? Today, what today? What today? They're 14, right? Today 14 and what day? Tuesday. Oh, Wednesday. Wednesday. Okay, បងប្អូនថ្ងៃពុធវេលាម៉ោងប៉ុន្មាន What time is it now? អើយពាក្យនាឡិកាថ្លៃអត់ចេះនៅមួលម៉ោងមួលអីសាក់ពាក្យសារ៉ូឡិចខ្ជិលមួលម៉ោងនេះយ៉ាប់ដល់តានឹងឲ្យពាក្យអាមរៀលវិញបើយូរអីប្រើអញ្ចឹងនោះមិនព្រមប្រើ Oh, 7 o'clock. អូខេបងប្អូនម៉ោង 7:07 ល្ងាចហើយថ្ងៃទីម៉ាន Moon. ស្អីអាតាយមកអូយមើលស្លាប់ព្រាបងប្អូនដឹងទេបងប្អូនខ្ញុំជម្រាបប្រាប់បងប្អូនមើលគាត់គាត់ញ៉ាំតែបត្រាបងប្អូនគាត់ញ៉ាំតែបត្រាបងប្អូនមែនណាបងប្អូនឃើញទេ Last time, Tom and Jit. មកគាត់ញ៉ាំតែបត្រាបងប្អូនមកដើមហ្នឹងក៏គាត់ញ៉ាំម្នាក់ឯងនេះបងប្អូនខ្ញុំឲ្យបងប្អូនយើងមើលនេះឥឡូវដើមអំពៅកំពុងបាញ់ទឹកដើមអំពៅនេះបងប្អូនបត្រានេះមកដើមផ្លែឲ្យស្រោចដើមតែគាត់ញ៉ាំតែម្នាក់គាត់ទេណាបងប្អូននេះបើយើងមើលឃើញទេបងប្អូននេះឡើងអស់ហើយអស់ពីដើមហើយនេះនៅសល់តែប្រហែលគ្រាប់ទេគឺគាត់ថ្ងៃជាញ៉ាំញ៉ាំម្នាក់គាត់ថ្ងៃអើយតាខ្ញុំក៏ជួយចិត្តហើយស៊ីអើយមើលចោះអាគាត់មានថ្មិញលយថ្មិញគាត់មាំណាថ្មិញខ្ញុំអត់សូវមាំទេបងប្អូនទេគាត់អាងថ្មិញនិយាយពីស្អីគាត់ខំឲ្យក្រឹបខ្ញុំអត់ប្រកែសោះថ្មិញបងប្អូនអើយពេលល្ងាចនេះថ្ងៃទីម៉ានភ្លេចចិត្តតែភ្លេចថ្ងៃទី14នេះ15អូខេថ្ងៃនេះថ្ងៃទី14បងប្អូនត្រង់ថ្ងៃ Wednesday ខែ9ម៉ោង7ល្ងាចបងប្អូនអើយមើលតាគាត់ស្រោចទឹកស្មៅថតលេងបន្តិចទៅហើយស្មៅអានេះផ្កាសិតតែស្មៅអត់បានធ្វើស្មៅទេអត់បានធ្វើស្មៅអត់បាន clean ស្មៅទេយាយខ្ជិលឥឡូវរៀងតិចឲ្យបងប្អូនអើយសบายចិត្តណារៀងតិចឲ្យអូខេបងប្អូនសុខសប្បាយទាំងអស់គ្នារដូវភ្ជុំបិណ្ឌមកដល់ហើយរដូវភ្ជុំបិណ្ឌមកដល់ហើយបងប្អូនយើងនឹងជួបជុំគ្រួសារចៅកេតពីឆ្ងាយពីជិតជាពិសេសនៅស្រុកខ្មែរយើងបងប្អូនបើយើងនៅអាមេរិកអត់សូវមកទេតែនៅស្រុកខ្មែរយើងបងប្អូនឥឡូវមើលតាគាត់បាញ់ទឹកស្មៅមើលតាខ្ញុំមកពោះធំមួយធំគាត់អត់ព្រម exercise ទេណាឲ្យគាត់ exercise ក៏ exercise មានតែយាយ exercise ខ្ញុំមកបងប្អូនខ្ញុំអត់អីអត់ចុះថាខ្ញុំបើខ្ញុំមិនស្រួលខ្លួនយ៉ាងណាបងប្អូនខ្ញុំវាឡើងកង់ខ្ញុំចូលចិត្តហាត់ប្រាណណាបងប្អូនអេតលីក៏ខ្ញុំអាច40មិនិតដែរបើកាលណាខ្ញុំអត់ហាត់ប្រាណធ្វើឲ្យសុខភាពខ្ញុំដូចអត់ល្អឯអត់ស្រឡះឯងខ្ញុំហាត់ប្រាណខ្ញុំជិះកង់ every day រាល់ថ្ងៃ40មិនិតបើតាខ្ញុំក៏ព្រមជិះកង់ឲ្យបងប្អូនមើលពោះក៏ធំអើយពោះធំមកខ្ញុំដាក់ឲ្យមើលចិត្តនេះមើលពោះគាត់អូមើលគាត់ខំធ្វើពោះឲ្យផត់អើយខ្លាចគេមិនឃើញថាខ្លួនឯងស្អាតខំធ្វើពោះឲ្យតូចអើយយ៉ាប់ដល់ហើយតាខ្ញុំអើយជីវិតណែមើលដំណាំគៀនផ្ទះខ្ញុំបងប្អូនដំណាំគៀនផ្ទះខ្ញុំផ្លែត្រឡប់បងប្អូនហើយកាលពីមុនណាបងប្អូនហើយស៊ីកាលពីមុនណាបងប្អូនខ្ញុំនៅស្រុកខ្មែរនៅស្រុកខ្មែរហើយត្រឡប់ខ្ញុំមិនមែនដើមទូចចឹងឯងបងប្អូនវាអាយ៉ះវាអាយ៉ែងអស់ឃើញទេដើមទូចឯងប៉ុន្តែវាមានមែកសាខាហើយយើងពីផ្លែនោះផ្លែហើយយើងនៅផ្ទះកូនគេទៅធ្វើការបាត់អាម៉ៃនៅស្រុកខ្មែរហើយរួចទៅមេស្កាណូពីពួកមេស្កាណាវាមកចូលបេះវាទាញមែកទាញធៀងអាយ៉ះអាយ៉ែងរួចវាបាក់មែកបាក់ធៀងទៅលេងផ្លែទៅបងប្អូនវាផ្លែបាក់មកចំហៀងដើមហើយនេះបងប្អូនពៅខ្ញុំថ្ងៃមុនណាពៅខ្ញុំថ្ងៃមុនលោកអើយគ្រាន់តែភ្លៀងបន្តិចសោះណាបងប្អូនហើយនឹងខ្យល់បន្តិចសោះវាមកពុតពេលដើមអំពៅខ្ញុំហើយវាទៅត្រេតនោះវាទៅត្រេតនៅនឹងដាក់នឹងលបង
ហើយរួចទៅប្តីខ្ញុំហ្នឹងគាត់យកកំបិតហ្នឹងកាប់ចុងចុងឥឡូវយកអាចុងនេះយកកិនទៅជាទឹកអំពៅបាន2គីឡុងដែរបងប្អូនបាន2គីឡុងបងប្អូនតិចទៅជុំហ្នឹងនេះខ្ញុំសប្បាយចិត្តមែនតើខ្ញុំឃើញសភាពការត្រជាក់ត្រជុំអញ្ចឹងធ្វើឲ្យចិត្តខ្ញុំរីករាយយីឆ្នាំនេះដូចទលាប់ជាប់ច្រើនហើយកាលពីមុនអត់ទេណាបងប្អូនកាលពីមុនអត់ទេអត់មានទលាប់ខ្លាយច្រើនយ៉ាមែនឥឡូវរៀងទលាប់ព្រោះអាយ៉េអាយ៉េដើមមកឲ្យបងប្អូនយើងធ្វើម៉េចយើងនៅឡង់បិចដីវិទូចទេបងប្អូនដីវិទូចផ្ទះនៅទីក្រុងឡង់បិចដីទូចឲ្យថ្លៃណាបងប្អូនអើយផ្ទះនោះផ្ទះនៅទីក្រុងឡង់បិចថ្លៃណាស់អូខេបងប្អូនខ្ញុំឲ្យបងប្អូនមើលតបាយខ្ញុំណាបងប្អូនទឹកផ្លែបងប្អូនមើលឃើញប៉ុណ្ណឹងទូចទេណាបងប្អូនប៉ុន្តែអត់ទូចទេណាបងប្អូនចាំមើលដល់ធំណាសឹងប៉ប៉ិនក្បាលកូនញ៉ាណាចាំមើលខ្ញុំឲ្យបងប្អូនយើងមើលណាថាវាមានធំប៉ុណ្ណាអូខេខ្ញុំថតឲ្យបងប្អូនយើងមើលតិចទៅណាបងប្អូនអើយគុលក្រៃខ្ញុំតាខ្ញុំក៏តកាត់កឆេងកឆែងអស់លីងយាយខ្ញុំនេះណាมันអត់កំណើតទេស្លឹកក្រៃក៏มันអត់ស្លជីក៏มันអត់ស្អីក៏มันអត់ដីប៉ុណ្ណាដាំប៉ុណ្ណឹងបងប្អូនយីសបាយតើបងប្អូនរៀងរាល់ថ្ងៃហ្នឹងណាឥឡូវបានមេឃរៀងតិចតិចបងប្អូនអើយខ្ញុំចេញមកក្រៅផ្ទះខ្ញុំសបាយចិត្តណាស់ខ្ញុំសបាយចិត្តមែនទែនបងប្អូនមើលជុំវិញផ្ទះខ្ញុំនេះជុំវិញផ្ទះខ្ញុំហ៎បងប្អូននៅទីក្រុងឡង់បិចដីតូចចឹងបងប្អូនផ្ទះធំតែដីតូចចឹងណាបងប្អូនអានេះចំហៀងផ្ទះអានេះក៏ចំហៀងផ្ទះហ្នឹងធ្វើចំកណ្ដាលហ្មងណាបងប្អូនបើនិយាយទៅផ្ទះខ្ញុំនៅក្បែរសមុទ្រដែរបងប្អូននៅក្បែរសមុទ្រដែរណាបងប្អូនមើលចោះនេះត្រជាក់រហឹមបងប្អូនហើយត្រជាក់រហឹមពិតជាមានសេចក្តីសុខតារួចរាល់ថ្ងៃហ្នឹងបងប្អូនចាស់ទៅជីវិតរបស់យើងណាមានតែប៉ុណ្្នឹងវាអស់ចាស់ហើយបងប្អូនឯនេះក៏យើងមានផ្ទះមួយនៅដល់ស្កឹមស្កៃកូនមកលេងអូមានកតុបឲ្យកូនសម្រាកនៅហើយមានញាតិសដានណាមកអូមានកតុបឲ្យសម្រាកនៅអញ្ចឹងទៅកាលពីដើមឡើយផ្ទះយើងប៉ុណ្ណឹងណានៅឲ្យគ្រប់កតុបទាំងអស់កូន2គេមានប្តីមានប្រពន្ធក៏នៅនឹងជាមួយយើងឡើយហើយគេមានកូនបើកូនស្រីគេនៅមានកូនមួយយុ3ឆ្នាំមកគេចេញបើកូនប្រុសគេការហើយបាន3ឆ្នាំណាបានគេទិញផ្ទះគេចេញអញ្ចឹងទៅខ្ញុំយកអ្នកស្រុកខ្មែរបាន2នាក់ក៏គេបែកទៅឥឡូវគេបែកគេនៅឡងបិចដែរទេណាហើយខ្ញុំមានប្អូនបង្កើតមួយខ្ញុំយកមកអញ្ចឹងគេមានប្អូនបង្កើតមួយបងប្អូនគេមានក្រុមគ្រួសារគេដែរគេនៅផ្ទះមិនឆ្ងាយពីខ្ញុំទេហើយខ្ញុំរងថ្ងៃហ្នឹងបងប្អូនផ្ទះនៅធំម៉ែកតុបពេលពីនិយាយតាបើនិយាយសរុបទៅ master bedroom ហ្នឹងយើងដេកទឹកមួយកតុបទេនិយាយតាណាតាផងនិយាយផងក្រែម្នាក់មួយអញ្ចឹងទៅព្រោះយើងចាស់ហើយយើងកេងក្រែបែកគ្នាអញ្ចឹងហើយព្រោះកុំអោយអ្នកណារំខានអ្នកណាព្រោះកាលណាអ្នកណាប្រែខ្លួនកុំអោយមនុស្សមួយទៀតភ្ញាក់អញ្ចឹងទៅយើងគ្រាន់តែយើងកេងកតុបជាមួយគ្នាយើងស្ដាប់ដង្ហើមខ្លាចអ្នកណាឈឺផ្កាត់អីហ្នឹងបងប្អូនអើយចឹងបានថាសំណាងដែរមានបញ្ហាអីមើលគ្នាទៅវិញទៅមកជាពិសេសខ្ញុំសំណាងហ៎បងប្អូនខ្ញុំមានតាខ្ញុំជាមនុស្សមួយដ៏ល្អគាត់មើលថែខ្ញុំចឹងបានថាធ្វើបុណ្យបានប៉ុណ្ណាត្រូវទទួលប៉ុណ្ណឹងបងប្អូនគេថាកុំតូចចិត្តនឹងវាសនាកុំសោកការនឹងព្រមលិខិតណាបងប្អូនឥឡូវនេះគាត់កំពុងដាក់បាញ់ទឹកស្មៅអា sprinkle បាញ់ស្មៅវាបាញ់ទៅហើយតែគាត់ចង់ឲ្យជោគខ្លាំងចឹងគាត់បាញ់ថែមបងប្អូនមើលចុះនេះដើមក្រូចឆ្មាខ្ញុំដើមក្រូចសើចច្រឡំក្រូចឆ្មានេះក្រូចសើចបងប្អូនអូខេថតផ្ទះទៀតហើយឲ្យបងប្អូនយើងមើលតិចទៅក៏
បាញ់ស្មៅតាខ្ញុំហើយនេះបងប្អូនអើយមេឃតិចណានេះសบายចិត្តមែនតើដល់តិចចឹងធ្វើឲ្យយើងស្រស់ថ្លាឥឡូវតិចហ្នឹងចង់របៀបល្ងាពាក់អាវបងប្អូនពាក់អាវល្ងានឹងហើយជីវិតនៃការតស៊ូបងប្អូនខ្ញុំមករស់នៅផ្ទះនេះឆ្នាំ1999ផ្ទះក៏គេបៀលឆ្នាំ1999ហើយកាលគេបៀលមកគេមិនបានធ្វើស្អាតរៀបរយចឹងទេណាបងប្អូនខ្ញុំជម្រាបប្រាប់បងប្អូនកាលខ្ញុំទិញថោកទេតែខ្ញុំអាប់ក្រេតខ្ញុំថែមថយខ្ញុំធ្វើរបងគាត់ជុំវិញខ្ញុំដាក់ landscape ខ្ញុំដាំស្មៅខ្ញុំដាំផ្កាខ្ញុំចំណាយហើយខ្ញុំធ្វើកតុបថែមធ្វើអីចឹងណាអញ្ចឹងខ្ញុំចំណាយអត់ប្រហែលច្រើនលុយដែរណាបងប្អូនឥឡូវទីចុងបញ្ចប់ហ្នឹងយើងចាំតនំបដ ாய் លោកយាយលោកតាខ្ញុំអ្នកចាំតនំងាកបន្តិចមើលហានីអេតាខ្ញុំអើយតាគេចេះតែតាមធ្វើបាបលោកតាខ្ញុំប៉ះឲ្យគេសុំស្នេហ៍ចង់សុំស្នេហ៍តាមតាខ្ញុំគេសុំស្នេហ៍តាខ្ញុំនេះប្រឆិតនេះប្រឈៀងអើយអាណិតតាយ៉ាប់តែម្ដងអញ្ចឹងហើយបងប្អូនអើយឥឡូវនេះណាត្រជាក់ម្ដងបន្តិចធ្វើឲ្យខ្ញុំជីវិតស្រស់ថ្លាអត់បានបើកភ្លើងឲ្យលោកវូនលើផ្ទះអូខេបងប្អូនខ្ញុំដើរលេងនៅមុខផ្ទះបន្តិចទៅមេឃសន្ទុំបងប្អូនចាប់អារម្មណ៍មេដើមឈើនេះមុនដំបូងធំតមែនតែនខ្ញុំជួលគេកាប់បងប្អូនកាប់ឡើងកបុតអស់លេង$350បងប្អូនជឿដែរគ្រាន់ឲ្យយើងឲ្យគេកាប់ដល់កបុតនេះដល់ស្នាមកបុតនេះបងប្អូនខ្ញុំឲ្យគេកាប់ដល់ស្នាមកបុតនឹងកាលមុនអត់មានស្លឹកមួយស្លឹកទេណាវាទំដុះឯងបងប្អូនបែរ6 7ខែវាទំដុះឈ្នួលគេកាប់$350បងប្អូន$350ណាអូខេប្រាប់បងប្អូននេះដឹងនៅស្រុកនៅសហរដ្ឋអាមេរិកហ្នឹងគឺអញ្ចឹងស្អីក៏លុយទេបងប្អូនឥឡូវដើមផ្កាក៏ខ្លះស្វិតស្រពោនតាមរដូវកាលបងប្អូនតាមរដូវកាលណាធ្លាប់ផ្កាស្រស់បំប្រងក្រហមឆ្អិនឆ្អៅជុំវិញផ្ទះឥឡូវតាមសភាពការតាមកម្ដៅអូខេតាមធាតុអាកាសចឹងទៅឥឡូវផ្កាអស់ក្រហមហើយបងប្អូនផ្កាអស់ក្រហមហើយអូខេខ្ញុំដើរមកខាងនេះបន្តិចផ្ទះខ្ញុំបងប្អូនតាមការពិតផ្ទះខ្ញុំទៅតឹងរៀងធំបងប្អូនទៅតឹងធំណាតែវាធ្វើចំកណ្ដាលដីហ្មងបងប្អូនចាបងប្អូនអើយខ្ញុំរស់នៅហើយមិនដឹងជាថ្ងៃណាមួយយើងត្រឡប់យើងទៅបាត់ទៅមិនដឹងជាអ្នកណាជាអូនកម្មសិទ្ធិមិនដឹងអ្នកណាជាម្ចាស់ទេបងប្អូនអើយchẳngបានថាជីវិតគិតដល់កម្រិតនឹងមួយទៅធ្វើឲ្យយើងធ្វើឲ្យយើងដូចថាគិតវែងឆ្ងាយបងប្អូនគិតវែងហើយឆ្ងាយអើយសែនឆ្ងាយអញ្ចឹងជួកាលណាយើងខំប្រឹងខំរិះខំរកខំសន្សំយើងយល់ថានៅស្រុកខ្មែរបើយើងខំរិះខំប្រឹងរកទុករកដាក់សន្សំសម្រាប់ឲ្យកូននាអនាគតណាដល់ពេលចាស់ទៅកូនមើលម្ដាយឪពុកតាមការពិតបងប្អូននៅសហរដ្ឋអាមេរិក0យើងនេតិជាឪពុកម្ដាយចិញ្ចឹមកូនណាបងប្អូនទាំងគំនិតពលកម្មកម្លាំងប្រកាសគឺដើម្បីអនាគតកូនដល់តកូនធំទៅរៀនចប់បងប្អូនកុំឲ្យសង្ឃឹមបដិបដូលថានេះអនាគតកូនយើងមកចិញ្ចឹមយើងកូនយើងមកបីបាច់ថែរក្សាយើងបងប្អូនខុសពីប្រជាជនខុសពីកូនដែលរស់នៅប្រទេសកម្ពុជាយើងណាបងប្អូនអ្នកខ្លះគេចិញ្ចឹមកូនគេយកផលប្រយោជន៍ពីកូនអានេះខ្ញុំនិយាយដោយបុគ្គលខ្លះបងប្អូនមិនទូទៅទេប្រទេសកម្ពុជាយើងណាចិញ្ចឹមកូនចង់ឲ្យកូនដឹងគុណយើងចង់រស់នៅដោយសារកូនចិញ្ចឹមនៅស្រុកនេះអត់ទេណាបងប្អូនយើងចិញ្ចឹមកូនយើងចិញ្ចឹមបានតែរូបកាយគេនេះណាបងប្អូនគេត្រូវការយើងបានតែបើយើងត្រូវការគេជ
ជួនកាលគេអត់មានពេលវេលាសម្រាប់យើងទេហើយអ្វីបានខ្ញុំនិយាយចឹងបងប្អូនបើខ្ញុំនិយាយអញ្ចឹងគឺជារឿងពិតបងប្អូនហើយអ្វីបានខ្ញុំនិយាយចឹងខ្ញុំបញ្ជាក់ម្ដងហើយម្ដងទៀតនៅពេលគេមិនទាន់មានក្រុមគ្រួសារកូនចៅផ្ទះសម្បែងជារឿងមួយដែលផ្សេងតែនៅពេលដែលគេបែកពីយើងគេមានទីលំនៅគេមានផ្ទះគេមានបៀលទុភេគេមានកូនគេមានបន្ទុកជាក្រុមគ្រួសារមួយដូចជាយើងកើតចិញ្ចឹមគេចឹងអញ្ចឹងយើងតួនាទីជាឪពុកម្ដាយដល់ពេលវ័យចំណាស់ប៉ុណ្ណឹងយើងបានតែត្រឹមចិញ្ចឹមគេបីបាច់ថែរក្សាគេឲ្យគេរៀនសូត្រចប់ចុងចប់ដើមយើងកុំប៉ងប្រាថ្នាចង់បានលៀបសការៈពីកូនសូមឲ្យតកូនមានសេចក្តីសុខរុងរឿងសូមឲ្យកូនរស់នៅសុខដុមរមនាចិញ្ចឹមកូនណាមានលុយភេបៀលទទួលក៏ត្រូវដោយខ្លួនឯងមិនមកពឹងឪពុកម្ដាយវាអរគុណចំពោះកូនណាស់ទៅហើយនឹងហើយជាលៀបសការៈរបស់ខ្ញុំនេះខ្ញុំនិយាយតួអង្គជាខ្ញុំនឹងហើយជាលៀបសការៈរបស់ខ្ញុំបងប្អូនខ្ញុំឈឺថ្កាត់បន្តិចបន្តួចមានលោកយាយលោកប៉ាថែរក្សាគ្នាទៅវិញទៅមកចំណាយកូនគ្រាន់តែបានខលទូរស័ព្ទទោះបីកូននៅឆ្ងាយវាឆ្ងាយទៅហើយកូននៅចិត្តរឿងមួយដែលយើងគិតថាហេតុអ្វីកូននៅចិត្តជួយយើងអត់បានព្រោះគ្នារវល់ណាស់បងប្អូនគេមានកូននីមួយគេមាន business គេមាន bill to pay បងប្អូនដឹងស្រាប់ហើយនៅប្រទេសកម្ពុជាខុសពីប្រទេសសហរដ្ឋអាមេរិកនៅប្រទេសកម្ពុជានៅពេលដែលឈឺថ្កាត់ឪពុកម្ដាយក្រុមគ្រួសារការងារធូរបំផុតយើងអាចឈប់សម្រាក vacation ដើម្បីយកពេលវេលាមកថែរក្សាក្រុមគ្រួសារជាពិសេសឪពុកម្ដាយនៅពេលមានទុរៈម្ដងតែនៅសហរដ្ឋអាមេរិកនេះ 0 បងប្អូន 0 ហើយអ្វីបើកូនស្រីខ្ញុំគេខាង business គេរវល់រកពេលវេលាសឹងតែជួបអាចមិនបានបងប្អូនកូនដល់ទៅ3ចិញ្ចឹមឆ្កែ2ទៀតដល់ទៅ5ហើយនាង business ប៉ុណ្ណាណីទៀតហើយប្តីគេក៏ជាប់ការងាររបស់រដ្ឋទៀតណាបងប្អូនគិតមើលតើមានពេលឯណាមកជួយយើងហើយចំណាយកូននៅចិត្តគ្នាមានកូន2ប្តីក៏ធ្វើការប្រពន្ធក៏ធ្វើការតើមានពេលឯណាមកមើលបាច់ថែរក្សាយើងក៏ប៉ុន្តែខ្ញុំមិនតូចចិត្តទេណាបងប្អូនខ្ញុំសប្បាយអើយសែនសប្បាយរៀងរាល់ថ្ងៃខ្ញុំគិតថាខ្ញុំជាមនុស្សមួយដែលមានសំណាងមានកូនដ៏ល្អអូខេមានជីវិតរស់នៅនឹងគេនឹងឯងមានផ្ទះមានទីលំនៅមានក្រុមគ្រួសារដ៏ល្អគេមានលុយមានកាក់កូនប្រុសខ្ញុំជា engineer ប្រពន្ធគេជា doctor គេមានកូន2គេនៅចិត្តខ្ញុំហើយចំណាយកូនស្រីខ្ញុំគេមានកូន3គេខាង business ចឹងកូនរបស់ខ្ញុំគេសិតតែអ្នកធូគេអ្នកសិតតែអ្នកដែលជីវិតរស់នៅធូធាបងប្អូនបើយើងនិយាយថាជីវិតរស់នៅធូធាបងប្អូនតែគេអត់បានធ្វើអ្វីចំពោះយើងទេគេបានតែខលគេបានតែសួរសុខទុក្ខប៉ាម៉ាក់ប៉ុណ្ណឹងវាគ្រប់គ្រាន់ចំពោះខ្ញុំហើយអញ្ចឹងខ្ញុំមិនតូចចិត្តទេណាប្រហែលដល់ពេលយើងឈឺស្កាត់ធំដុំអានឹងយើងមិនថាទេក៏ប៉ុន្តែនៅពេលដែលយើងឈឺស្កាត់បន្តិចបន្តួចខ្ញុំជម្រាបប្រាប់បងប្អូនខ្ញុំមិនដែលប្រាប់កូនខ្ញុំទេបើខ្ញុំឈឺស្កាត់អីក៏ដោយធំចូលមន្ទីរពេទ្យអានឹងខ្ញុំប្រាប់កូនតែបើក្នុងក្រុមខ្ញុំមិនសូវស្រួលស្អីកូនសួរសុខទុក្ខម៉ាក់សុខសប្បាយទេខ្ញុំមិនដែលប្រាប់កូនថាខ្ញុំឈឺដៃឈឺជើងខ្ញុំមិនស្រួលគឺខ្ញុំមិនដែលប្រាប់កូនខ្ញុំឲ្យមានអារម្មណ៍មិនល្អទេព្រោះគ្នារវល់ណាស់បងប្អូនដឹងស្រាប់ហើយនៅសហរដ្ឋអាមេរិកណាបងប្អូនខំរិះខំរកខំសន្សំនៅពេលដែលយើងមានពេលវេលានៅពេលដែលយើងក្មេងណាអញ្ចឹងបានខ្ញុំនិយាយថាកូនអើយមើលគំរូម្ដាយជាជនភៀសខ្លួនមករស់នៅស្រុកគេមានតែពោះនឹងទឹកគ្មានចេះភាសាគ្មានលុយដុល្លារគ្មានក្រុមគ្រួសារ family ឪពុកម្ដាយម៉ាក់បានប៉ុណ្ណឹងណាកូនឯងចងចាំចឹងហើយបានកូនខ្ញុំតែងតែគ្នាមានពេលវេលាបន្តិចបន្តួចគ្នា take care ក្រុមគ្រួសាររបស់គ្នាណា
គ្នាយល់ថាម៉ាក់ប៉ាហត់នើយចាស់ហើយម៉ាក់ប៉ារីឡាក់នៅផ្ទះរឿងអ្វីធ្ងន់ធ្ងរក៏កូនខ្ញុំមិនជាប្រាប់ដល់ខ្ញុំដែរអញ្ចឹងដូចគ្នាបងប្អូនកូននិងម្ដាយដូចគ្នាអញ្ចឹងទាល់តែកិច្ចការណាធំដែលដោះស្រាយមិនរួចក៏ប៉ុន្តែអ្វីដែលខ្ញុំដោះស្រាយបានបងប្អូនខ្ញុំមិនដែលដាក់គំនាបលើកូនចៅខ្ញុំទេឲ្យតែខ្ញុំកូនខ្ញុំសុខហើយសប្បាយមានលុយធូរធារមានផ្ទះសម្បែងដល់ស្កឹមស្កៃឲ្យចៅនៅដល់ស្រួលវាគ្រប់គ្រាន់ចំពោះខ្ញុំទៅហើយអញ្ចឹងបានខ្ញុំសពថ្ងៃបងប្អូនខ្ញុំសែនសប្បាយចិត្តខ្ញុំពុំមែនអ្នកមានទេតែក៏ខ្ញុំមិនអ្នកអត់ដែរណាបងប្អូនខ្ញុំជម្រាបខ្ញុំមិនអ្នកមានតែខ្ញុំក៏មិនអ្នកអត់ខ្ញុំមានលុយស្គួរក្នុងក្រៅការរស់នៅរបស់ខ្ញុំអញ្ចឹងហើយនឹងហើយជាគំរូដល់កូនជួនកាលយើងប្រាប់កូនស្រីគេធ្វើ business កូនឯងកុំឲ្យខំពេកកូនឯងមានកូនឯងជាស្រីនៅពេលដែលយើងបញ្យល់ប្រាប់កូនថាកុំខំពេកមានតែកូនស្រីគេថាម៉ាក់មកស្រុកអាមេរិកម៉ាក់អត់ចេះភាសាម៉ាក់មានបានប៉ុណ្ណឹងមិនបានខត់ខាំងជីវិតគេនៅក្មេងគេខំដូចម៉ាក់គេចង់អាយុប៉ុនខ្ញុំគេចង់ឲ្យបានរីឡាក់ស្រួលដូចខ្ញុំមានលុយចាយសម្រាប់ជីវិតអញ្ចឹងនឹងហើយណាបងប្អូនយើងជាគំរូរបស់កូនយើងជាគំរូរបស់កូនបងប្អូនបើសិនជាយើងឪពុកម្ដាយគ្មានគំរូដ៏ល្អចំពោះកូនយើងក៏អន្តរធានទៅតាមនឹងដែរអញ្ចឹងខ្ញុំប្រាប់ជម្រាបបងប្អូនថាខ្ញុំមានកូនប្រុសមួយខ្ញុំមានកូនស្រីមួយខ្ញុំមិនដែលឃើញកូនខ្ញុំប្រមថឹកប៉ែឡាយពួកម៉ាក់ណាកុសកគុកកៈថឹកអួបនួស្ពិនលុយហ្វណាត់ទិញអត់ទេអានឹងមកពីអ្វីបងប្អូនព្រោះប្តីខ្ញុំនេះគាត់អត់ចេះថឹកអត់ចេះជក់មួយជីវិតរបស់គាត់ខ្ញុំនិយាយតាមត្រង់ខ្ញុំសំណាងបងប្អូនគាត់អត់ចេះជក់គាត់អត់ចេះថឹកគាត់អត់មានពួកម៉ាក់ស្រួលស្រយច្រើនទេធម្មតាបងប្អូនបើសិនជាយើងអត់ចេះចិត្តផឹកអត់ចូលចិត្តជក់ច្បាស់ជាអត់មានពួកម៉ាក់ច្រើនទេមែនទេបងប្អូនតែយើងមានអ្នកស្គាល់មានអីចឹងប៉ុន្តែពួកម៉ាក់ផឹកស៊ីអួបនួព្រូទៅព្រូមកគឺអត់ចឹងតែម្ដងណាបងប្អូនអញ្ចឹងខ្ញុំសប្តាហ៍ថ្ងៃខ្ញុំរីករាយអ្វីដែលខ្ញុំមានដោយកម្លាំងញើសឈាមរបស់ខ្ញុំប្រាជ្ញាប្រឹងប្រែងរបស់ខ្ញុំដែលកាលនៅក្មេងខ្ញុំខំប្រឹងខ្ញុំខំទុកដាក់ដើម្បីជីវិតខ្ញុំដែលចាស់ទៅនេះណាបងប្អូនគឺខ្ញុំមិនចង់ពឹងផ្អែកនៅលើរដ្ឋចិញ្ចឹមឬខ្ញុំពឹងផ្អែកទៅលើកូនចិញ្ចឹមខ្ញុំអត់ចូលចិត្តទេបងប្អូនខ្ញុំរស់នៅនេះគ្រប់អាយុនេះគឺជំរាបបងប្អូនឲ្យដឹងថាខ្ញុំទទួលលុយ retirement ហ្នឹងក៏មិនមែនជាលុយរបស់រដ្ឋចិញ្ចឹមដែរគឺលុយយើងកាលពីយើងធ្វើការ30ឆ្នាំក្នុង business ដល់ពេលយើងចាស់ទៅអាលុយដែលគេកាត់តាក់របស់យើងនឹងគឺ return មកយើងវិញអញ្ចឹងយើងរស់បានត្រឹមរស់បងប្អូនលុយ retirement នឹងជាលុយញើសឈាមរបស់យើងពុំមែនលុយរបស់ប្រជាជននៅសហរដ្ឋអាមេរិកទៅកាបងតាក់ដើម្បីចិញ្ចឹមយើងអត់ទេគេគុណគូនឹងយើងបងតាក់នឹងចំនួនប៉ុន្មានឆ្នាំតើលុយនឹងគេឌីវាយឲ្យយើងនឹងគេចិញ្ចឹមយើងរបៀបណាអញ្ចឹងបើយើងបងតាក់តិចយើងក៏បានតិចយើងបងតាក់ច្រើនយើងក៏បានច្រើនអញ្ចឹងជំរាបណាបងប្អូនអូខេអញ្ចឹងខ្ញុំចង់ជំរាបខ្លះឲ្យបងប្អូនយើងយល់ដឹងពីការរស់នៅរបស់យាយចន្ទថាព្រោះខ្ញុំឥឡូវនេះមានអាយុច្រើនហើយចង់ប្រាប់ដល់បងប្អូនយើងចេះនៅសហរដ្ឋអាមេរិកវាប្រាជ្ញាអញ្ចឹងវាយកយើងមករស់នៅសហរដ្ឋអាមេរិកគ្រប់ជាតិសាសន៍ទាំងអស់យកមកដំបងគេជាជនភៀសខ្លួនខ្ញុំនិយាយសម្រាប់តែជនភៀសខ្លួនគេយកមកគេចិញ្ចឹមយើងមួយរយៈតូចគេយកយើងមកនៅពេលដែលយើងដុសដៃដុសជើងយើងមករស់នៅស្រុកគេធម្មតាយើងបើកភ្នែកមើលសង្គមជាតិរបស់គេតែយើងមានដៃពីរជើងពីរយើងមានកម្លាំងពលំយើងជាមនុស្សក្មេងពេញវ័យពេញកម្លាំងយើងសុខចិត្តដេកស៊ីលុយគេបន្តិចបន្តួចអញ្ចឹងដែរអត់យ៉ាចូលខាងណាតើនឹងចោលតើចូលនេះទៅអីអញ្ចឹង
ចូលទៅបើកភ្លើងផ្ទះតិចឲ្យខ្ញុំថតផ្ទះបន្តិចមើលខ្ញុំនិយាយអត់តាន់ផុតទេខ្ញុំយកដល់ទាំងណាយនេះបងប្អូនខ្ញុំយកដល់ទាំងណាដល់ទាំងណីឥឡូវល្ងាចឲ្យរៀងល្ងិតឲ្យខ្ញុំឲ្យតាខ្ញុំបើកភ្លើងបន្តិចបើកភ្លើងជុំវិញផ្ទះបិទការ៉ាហើយចូលតាមនោះអញ្ចឹងហើយបងប្អូនសហរដ្ឋអាមេរិកយកជនភៀសខ្លួនមកណាខ្ញុំមិនមែននិយាយពីនាយទុនសក្តិភូមិមានលុយច្រើននាំលុយដុល្លាររាប់ម៉ឺនសែនលានកោតមកសហរដ្ឋអាមេរិកគឺមិនមែនទេខ្ញុំនិយាយពីរឿងជនភៀសខ្លួនដូចជាខ្ញុំមករស់នៅស្រុកគេចិញ្ចឹមយើងតែមួយរយៈទូចទេតែសហរដ្ឋអាមេរិកជាប្រទេសមួយដែលមានប្រាជ្ញាចាំគេហៅថាប្រទេសដែលមានអំណាចបងប្អូនយកយើងមកចិញ្ចឹមយើងតែមួយរយៈទូចទេអញ្ចឹងយើងមិនអាចរស់នៅក្នុងការស្រេកឃ្លានមានន័យថាយើងទទួលលុយរត់ប្រៀបដូចយើងចែកអត់គ្រប់បងប្អូនអញ្ចឹងយើងស្រេកឃ្លានយើងនៅតែស្រេកឃ្លានអញ្ចឹងយើងត្រូវមើលសង្គមមនុស្សថាគេរស់លើរបៀបម៉េចគេមានដៃមានជើងមានកម្លាំងពលំគេត្រូវចេញធ្វើការដើម្បីបានលុយច្រើនអញ្ចឹងធ្វើការវាបានលុយច្រើន